រឿង3យ៉ាងដែលយើងអត់គួរនិយាយប្រាប់អ្នកដទៃទី1ភាពភ័យខ្លាចនិងចំណុចខ្សោយនិងភាពភ័យខ្លាចបើសិនជាយើងអត់និយាយប្រាប់អ្នកដទៃទេក៏អត់មានគេដឹងដែរអញ្ចឹងអ្នកទាំងអស់គ្នាគិតមើលថាបើសិនជាយើងប្រាប់ចំណុចខ្សោយហើយនិងភាពភ័យខ្លាចរបស់យើងទៅកាន់អ្នកដទៃតើវាមានផ្ដល់ផលចំណេញអីមកវិញអត់ករណីថាយើងនិយាយទៅវាអត់ធ្វើឲ្យយើងបាត់ភ័យឬក៏អត់ធ្វើឲ្យយើងដោះស្រាយបញ្ហារបស់យើងបានទេអញ្ចឹងយើងអត់គួរណាប្រាប់អ្នកដទៃច្រើនពេកទេបើសិនជាករណីថាយើងនិយាយពីចំណុចខ្សោយរបស់យើងទៅប្រាប់គាត់ហើយគាត់ផ្ដល់ជាដំណោះស្រាយមកវិញហើយផ្ដល់ជាយោបល់មកវិញឬក៏ធ្វើឲ្យយើងបាត់ភ័យខ្លាចហើយអាចដោះស្រាយនៅចំណុចខ្សោយរបស់យើងបានចាំយើងនិយាយប្រាប់ការប្រាប់អ្នកដទៃអំពីចំណុចខ្សោយនិងភាពភ័យខ្លាចរបស់ខ្លួនឯងត្រូវតែរកមនុស្សណាដែលយើងទុកចិត្តបានបំផុតអត់គួរណាប្រាប់អ្នកដទៃច្រើនពេកទេទី2ចំណូលរបស់យើងនឹងគឺជារឿងផ្ទាល់ខ្លួនរបស់យើងហ្មងអត់ចាំបាច់ឲ្យអ្នកដទៃត្រូវដឹងពីចំណូលរបស់យើងថាយើងហូរបានមែនទេទោះបីជាយើងរកបានតិចក៏ដោយច្រើនក៏ដោយនឹងគឺជារឿងផ្ទាល់ខ្លួនរបស់យើងហេតុអីចាំបាច់ត្រូវដឹងរឿងនឹងពីយើងករណីថាគេសួរយើងថាអូមួយខែហូរចំណូលបានមែនធ្វើការបានប្រាក់ខែមែនបើអ្នកទាំងអស់គ្នាអត់ចង់ឆ្លើយកុំឆ្លើយការណាដែលយើងប្រាប់ទៅគេអាចនឹងសប្បាយចិត្តមួយយើងឬក៏ចំណែនយើងអញ្ចឹងយើងអត់គួរណាបង្ហាញអ្វីដែលជារឿងផ្ទាល់ខ្លួនរបស់យើងទៅប្រាប់គេច្រើនពេកទេទី3ជីវិតស្នេហាហេតុអីបើយើងអត់គួរបង្ហាញជីវិតស្នេហារបស់យើងទៅកាន់សាធារណៈឬក៏និយាយប្រាប់គេច្រើនពេកធម្មតាជីវិតស្នេហាយើងម្នាក់តែនឹងមានផ្អែមល្ហែមហើយនឹងមានបញ្ហានៅក្នុងជីវិតរបស់យើងហើយករណីថាអ្នកនរគ្នាបង្ហាញអ្វីដែលល្អៗទៅកាន់អ្នកដទៃច្រើនប៉ះចំគេអបអរសាទរជាមួយយើងគេសប្បាយចិត្តជាមួយនឹងយើងអត់អីទេប៉ុន្តែអ្នកខ្លះទៀតគាត់អត់មានជីវិតស្នេហាដែលល្អគាត់ឃើញយើងសប្បាយគាត់ឃើញយើងមានក្តីសុខគាត់ក៏មានអារម្មណ៍អន់ចិត្តជាមួយនឹងខ្លួនហើយមានអារម្មណ៍ថាគាត់អត់មានសំណាងដូចយើងអញ្ចឹងកុំបង្ហាញជីវិតផ្ទាល់ខ្លួនរបស់យើងទៅកាន់អ្នកដទៃច្រើនពេកជាពិសេសត្រង់ចំណុចណាដែលល្អហើយមូលហេតុអីបានជាយើងអត់គួរនិយាយពីបញ្ហាស្នេហារបស់យើងប្រាប់ទៅអ្នកដទៃបើករណីថាអ្នកនរគ្នាប្រាប់គាត់ហើយបានដំណោះស្រាយមកវិញចាំនិយាយប្រាប់ព្រោះគាត់ជួយយើងដោះស្រាយបញ្ហាប៉ុន្តែបើនិយាយហើយគាត់អត់បានជួយអីមកយើងវិញទេអញ្ចឹងអ្នកនរគ្នាគួរតែរក្សាការស្ងាត់របស់យើងរឿងបញ្ហានិងរឿងផ្ទាល់ខ្លួនរបស់យើងកាលណាដែលយើងប្រាប់គេតែម្ដងគេនឹងចងចាំមួយជីវិតឧទាហរណ៍ថាអ្នកនរគ្នាជួបគ្នាមួយប្តីប្រពន្ធឬក៏ជួបគ្នាមួយសង្សារអញ្ចឹងណាយើងប្រាប់គេតែម្ដងគឺគេចងចាំមួយជីវិតមិនឆានតែគេអត់ភ្លេចដែរដល់មនុស្សណាដែលយើងអាចទុកចិត្តបានដែលយើងអាចនិយាយបញ្ហារបស់យើងទៅគាត់ហើយគាត់រក្សាការសម្ងាត់ហើយគាត់ដល់យោបល់មកឲ្យយើងវិញល្អអរគុណអ្នកទាំងអស់គ្នាពីខ្ញុំនេះទេជួបគ្នានៅវីដេអូ